ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប Boost View Live Facebook ជាមួយនឹង website JSMM សម្រាប់វីដេអូមួយនេះគឺពិតជាស័ក្តិសមមែនទែនដល់បងប្អូនដែលធ្វើអាជីវកម្មលក់ដូរតាមអនឡាញឬក៏បងប្អូនដែលចូលចិត្ត live វីដេអូអំពី game ហើយបងប្អូនចង់ឲ្យការ live របស់បងប្អូនមានចំនួនអ្នក view ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link live របស់បងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយប្រើពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅក្នុង website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមនឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានហើយបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានសេវាកម្មដូចជា Facebook Page Follower Page Like Both Follower Group Member Post Like Post Reaction Page Review Post Share Video View Facebook Comment Facebook Live Stream View គឺមានទាំងអស់បងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន view នៅលើការ live បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook Live Stream View បានហើយនៅខាងក្រោមហ្នឹងគឺវាមានពីរសេវាកម្មដែលតាក់ទងទៅនឹង Facebook Live Stream View គឺវាមានដូចជា Facebook Live Stream View High Quality និង Facebook Live Stream View ធម្មតាចំពោះពីរសេវាកម្មហ្នឹងគឺស្តៀងតែគ្នាទេបងប្អូនហើយគុណភាពក៏ដូចគ្នាដែរបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម Facebook Live Stream View High Quality បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតបងប្អូនចុចចូលទៅលើសវីសដែលនៅក្នុងហ្នឹងបងប្អូននឹងឃើញមានសវីសជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមានសវីសដូចជា Facebook Live Stream View Max 500K ដែលមានរយៈពេល15នាទី30នាទី45នាទី60នាទី90នាទី120នាទីនិង150នាទីចំពោះរយៈពេលដែលនៅលើសវីសនីមួយៗដោយដែលបងប្អូនបានឃើញនឹងវាគឺជារយៈពេលនៃចំនួន view នៅលើការ live របស់បងប្អូនឧទាហរណ៍បងប្អូនជ្រើសរើសទៅលើសវីសដែលមានរយៈពេល15នាទីដូច្នេះនៅពេលដែលបងប្អូន boost view ទៅចំនួន view នៅលើការ live របស់បងប្អូនគឺមានត្រឹមតែរយៈពេល15នាទីទេបងប្អូនមានន័យថាបន្ទាប់ពី15នាទីក្រោយចំនួន view នៅលើការ live របស់បងប្អូននឹងធ្លាក់ចុះមកវិញដូច្នេះហើយប្រសិនបើបងប្អូនចង់ឲ្យចំនួន view នៅលើការ live របស់បងប្អូនមានរយៈពេលយូរប៉ុន្មាននាទីបងប្អូនអាចចុចចូលជ្រើសរើសទៅលើសវីសដែលមានរយៈពេលប៉ុណ្ណឹងបានដោយសារតែខាងសវីសយើងខ្ញុំគឺវាមានសវីសដែលមានរយៈពេលយូររហូតដល់150នាទីបងប្អូនហើយចំពោះរាល់សវីសទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនតើហើយចំពោះតម្លៃគឺវាអាចនឹងទាបឬក៏ខ្ពស់ទៅតាមប្រភេទសវីសនីមួយៗនឹងដូចគ្នាបងប្អូនបើនិយាយអំពី quality របស់សវីសទាំងអស់នោះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសវីមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសវីមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសវី Facebook Live Stream View Max 500K ដែលមានរយៈពេល15នាទីនៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសវីរួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសវីនឹងនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link live របស់បងប្អូនចូលដើម្បីទាញយក link live របស់បងប្អូនបានបងប្អូនចូលទៅកាន់ការ live របស់បងប្អូនមកហើយខ្ញុំនឹងជ្រើសយក live មួយនេះដើម្បីធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូននៅលើការ live របស់បងប្អូននឹងឃើញមានសញ្ញាព្រួញសម្រាប់ឲ្យបងប្អូន share បងប្អូនចុចចូលទៅលើសញ្ញាព្រួញនឹងបាន
ហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យ copy link នៅខាងក្រោមនេះបងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link LINE របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link LINE របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ប៊ូសនៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន50 view ហើយយ៉ាងច្រើនរហូតដល់ 50000 view បងប្អូនពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់បង្កើននៅលើការ live របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន50 view ទេហើយចំពោះឆាតនៅខាងក្រោមហ្នឹងវាគឺជាតម្លៃសេវាកម្មនឹងទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន50 view អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.034 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួន view ពី50មក500ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងប្រែប្រួលកើនឡើងមក 0.34 សេនវិញមិនថាបងប្អូនដាក់ចំនួន view នៅខាងលើនឹងចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនក៏តម្លៃសេវាកម្មនៅខាងក្រោមនឹងគឺនឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន view ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនហើយ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link LINE របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនឹងបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក្កយបត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយចំពោះរយៈពេលរងចាំបងប្អូនអាចរងចាំរយៈពេល5នាទីឬក៏យូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន view នៅលើការ live របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបាន boost ក៏ប៉ុន្តែអត់តម្រូវឲ្យបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការ boost view live Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនឹងបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ